ជម្រាបសួរពុកម៉ែបងប្អូនពុកថ្ងៃនេះខ្ញុំហើយនឹងបងរបស់ខ្ញុំនឹងបានចេញមករោត្រីសាច់បន្តិចបន្តួចគ្រាន់ធ្វើម្ហូបនៅពេលល្ងាចគ្រាន់ជាអាហារនៅពេលល្ងាចហ្នឹងព្រោះអីគ្មានរបស់អីឆ្ងាញ់ទេមានតែមករោក្តាមមករោអីហ្នឹងតាមវាខ្សែតាមអីដើម្បីហូបនៅពេលល្ងាចហ្នឹងថ្ងៃនេះគេថាធ្វើតែគ្រឿងអញ្ចឹងមករោក្តាមហើយនឹងត្រីខ្លះដើម្បីយកទៅប្រគ្រប់ធ្វើតែគ្រឿងនៅពេលល្ងាចដើម្បីហូបជុំបងប្អូនព្រោះអីជីវភាពអ្នកស្រែមានតែប៉ុណ្ណឹងឯងអត់មានអីច្រើននោះទេនេះមើលទៅសកម្មភាពនេះបងប៉ុន្តែនៅកន្លែងនេះបងបានតែមិនសំណាញ់ទេព្រោះអីរៀមច្រើនពេកក៏អត់បានបងអីថែមទៀតទេនេះបន្ទាប់មកក៏មកបងនៅស្រះគេនេះក៏មិនមានអីដែរក៏មិនបានត្រីមិនបានក្តាមអីក៏បងតាមមកសំណាញ់ដែរក៏ត្រឡប់ទៅវិញបានខ្លះដែរបានតិចតួចវាអត់បានច្រើនទេយើងទៅបងនៅជ្រុងនោះបានកែគ្រឿនបាត់ក្តាក់ប្រហែលជា 4-10 ក្តាមហើយយើងមានក្តាមខ្លះដែរអញ្ចឹងគឺយកមកប្រគ្រប់គ្នាទៅដើម្បីធ្វើតែគ្រឿងល្ងាចនេះទឹកគ្រឿងក្តាមឆ្ងាញ់ណាបងប្អូនពុកម៉ែបងប្អូនព្រោះខែនេះជាតិក្តាមសបោខ្លាញ់ច្រើនសបោខ្លាញ់ក្តាមមកនៅខែនេះហើយនេះជាសកម្មភាពខ្លះនៅពេលបងរួចជឿបសារ៉ាមជឿបអីអូវិលមុខក្បងហើយនេះដោះសារ៉ាមដោះអីហ្នឹងមិនសូវជាសប្បាយចិត្តទេបើឃើញសារ៉ាមអីច្រើនយ៉ាងហ្នឹងជាចុងក្រោយមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនគ្មានអីច្រើនទេមានតែប៉ុណ្្នឹងឯងហើយសកម្មភាព2នាទីនេះក៏មានអីច្រើនណាស់ណាដែរបាទជាចុងក្រោយសូមអរគុណសម្រាប់ចំពោះការមើលវីដេអូហើយជួយកុំភ្លេចជួយ Subscribe ផងជួយ Subscribe Channel របស់ខ្ញុំផងអរគុណនិងសូមជម្រាបលាពុកម៉ែបងប្អូនបាយបាយ